ngày đó thì tại tôi cho mình ông mày á tại tôi cho mình electronic and mobile commerce mình hai rồi ban chỉ hướng riêng e-commerce electronic Chị thấy and slide nó không nên miên được áo thế ក្នុងហើយមានក្នុង file ហ្នឹងផ្សេងធានគាត់តម្លែកឲ្យទេតា មក print ចេញទាំងអស់មកមើល ហ្នឹងឯងលោកបងចេញយកមើលមើលមេត្តាមួយហេតុអ្វីបានយើងរៀន electronic ហើយនឹង mobile commerce 2តើ e-commerce ជាអ្វី3តើ commerce ជាអ្វីចំ commerce 4តើ e-commerce មានតម្រង់ប្រមាណអ្វីខ្លះ5តើកំណត់អត្ថសញ្ញាណ5ជំហាននៃ e-commerce មានអ្វីខ្លះ6 e-commerce ពីជាមួយនឹង commerce និងគុណវិបត្តិនៃ e-commerce តើធ្វើដូចម្ដេចដើម្បីឲ្យ successful នៃ e-commerce 9 software នៃ e-commerce ចូលរៀបរាប់10 business and people អាហ្នឹងថ្ងៃហ្នឹងមានតែ6សំណួរហ្នឹងហើយមានតែច្រឡោយមានតែ6សំណួរដឹងតែយើងអានមានថាមេត្តាទាំងអស់អញ្ចឹងណា e-commerce ដើម្បីe-commerce ដើម្បីអ្វី11strategy នៃ e-commerce និង commerce successful 12 government ជាមួយជាអ្វីមានអ្វីខ្លះតែយើងត្រូវតែផ្សេងជាងសួរមួយមើល commerce ស្អីគេអត់ដែរចាប់អារម្មណ៍ផង commerce mobile commerce តាក់ទងជាមួយតំណែងទូរស័ព្ទដូចជាទូរស័ព្ទដៃ tablet អីហ្នឹងរបៀបដល់ពេល e-commerce វិញលក្ខណៈតាក់ទងជាមួយនឹង e-commerce តាក់ទងជាមួយ website ហ្នឹងហើយដល់ពេល mobile commerce អត់តែព្រៀនយើងអត់លឺនិយាយដែរតាគាត់និយាយ mobile អត់មាននិយាយ commerce ខ្ញុំខុសយ៉ាងខ្ញុំខុសឃើញទេលោកបងឃើញទេអរគ្នាអត់ខុសអរគ្នាជាមើលមួយហេតុអ្វីបានជាយើងរៀនelectronic ហើយនឹង mobile commerce បានជាយើងរៀន electronic ហើយនឹង mobile commerce ដោយសារតែមានការផ្លាស់ប្ដូរផ្នែកជាច្រើននៃជីវិតពួកយើងនិងជីវភាពរបស់យើងលក្ខណៈមូលដ្ឋានដែលត្រូវផ្លាស់ប្ដូរគឺលក្ខណៈដែលក្រុមហ៊ុនធ្វើអន្តរកម្មជាមួយនឹងអ្នកផ្គត់ផ្គង់អតិថិជនទីភ្នាក់ងាររដ្ឋបាលនិងដៃគូអាជីវកម្មផ្សេងទៀតអាហ្នឹងគួរតែយើងគិតនេះហ៎របៀបថាយើងមើលវីដេអូតាក់ទងជាមួយអាហ្នឹងណាមើលហ៎ខ្ញុំបាទឡាយពីអន្តរកម្មហ្នឹងមានន័យថាតំណែងតំណងគ្នាមានន័យថាក្រុមហ៊ុនធ្វើការតំណែងមកជាមួយអ្នកផ្គត់ផ្គង់ហ្នឹងអាហ្នឹងយល់តែអន្តរកម្មហ្នឹងវាថាតែដៃគូមួយទៅដៃគូមួយទៀតចឹងហ្នឹងហើយតាក់ទងមួយដៃគូចឹងហើយគាត់ថា mobile commerce ហ្នឹងវាមានច្រើនលក្ខណៈប៉ុន្តែយើងរបៀបថា mobile commerce វាលក្ខណៈបែបណាត្រង់ទ្រាយបែបណាអញ្ចឹងគេរៀនអាហ្នឹងដើម្បីដោយសារជីវិតជាងលក់មានការលក់អវ៉ាន់លក់អីមានការផ្លាស់ប្ដូរអាជីពមានអីចឹងដល់អញ្ចឹងគេយកអាហ្នឹងមកសិក្សាឥឡូវថាសម័យនេះគេហៅសម័យអ៊ីនធឺណិតសម័យអនឡាញសម័យការលក់ទំនិញបែបអនឡាញអញ្ចឹងយើងត្រូវសិក្សាតាក់ទងជាមួយនឹង electronic ហើយនឹង mobile commerce បានច្រើនដើម្បីស្វែងយល់ពីការនាំចេញនាំចូលគ្រប់គងដៃគូតំណែងបែបលក្ខណៈរបៀបcommerce របៀបពួក electronic ហើយនឹងពួក commerce mobile អញ្ចឹងហ្នឹងហើយចាំគេឆ្ងល់សិនតើមានអ្នកឆ្ងល់ហ្នឹងយើងទៅមើលវីដេអូហើយតើមានអ្នកឆ្ងល់អត់ចំមិនមានអ្នកគេនិយាយឆ្ងល់អីបើដាក់មកទាំងអស់ទៅមកទៅទៀតចឹងខ្ញុំយើងមើលហើយចាំយើងទៅមើលវីដេអូតាក់ទងជាមួយរបៀបការធ្វើលក្ខណៈ electronic ហើយនឹងពពួក mobile e-commerce 2តើ e-commerce ជាអ្វី e-commerce ជាសកម្មភាពចុំសូមឲ្យមាន record នេះ record ទេតា record ហើយ
ខ្ញុំរកដាក់ចូលYouTube ដែរតែមិនសមមិនបាត់password អាមួយទៀតបាត់ហើយអញ្ចឹងខ្ញុំចាំកាត់ channel ថ្មី បង្កើតថ្មីទៅ ហ្នឹងហើយអានោះវាជាប់ផងខ្ញុំអញ្ចឹងចាំខ្ញុំបង្កើតថ្មីអានោះណាមួយបាត់ផងខ្ញុំអត់ចាំ password ទេតោះ2តើ e-commerce ជាអ្វី e-commerce ជាសកម្មភាពប្រព្រឹត្តរបស់ business លើប្រព័ន្ធអ៊ីនធឺណិតដោយការប្រព្រឹត្តលើប្រព័ន្ធអេឡិចត្រូនិកទាំងស្រុងទាំងស្រស់ ស្រងទេខដុត ចឹងលក្ខណៈ ទាំងស្រងហើយមែនទាំងស្រស់ហើយ ទុកណាយើងអីទាំងស្រង់ឬក៏ត្រូវការកែទៅឲ្យលបងព្រាវ លុបទៅចឹង យើងមិនចេះតែម្នាក់ឯង ខ្ញុំលុបទៅ ចុះ ស្រីអើយស្លេចទៀតហើយ លុបទៅ Oh my god what the ដោយអាការមុនជាលលុបទៅ ដូច បាត់បើកសារដើមមកលុបបានដោយសារយើងចុចអាបិទអាឡៃ editable ដោយសារវា error យើងអត់តបាននេះវាឥឡូវវាទាមទារទិញ license រហូតឃើញវាទាមទារយើងទិញ license រហូត ทีนี้ចូលមកកាត់មកអត់ចូលមកលេខ2 No idol ចឹងរបៀប e-commerce ជាសកម្មភាពប្រព្រឹត្ត business លើប្រព័ន្ធមានថាពពួក e-commerce ហ្នឹងវាតកតងជាមួយការយើងធ្វើ business ចំនួនវាថាយើងធ្វើចំនួនតកតងជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតដូចជាលក្ខណៈដូចជា Taobao Alibaba ដូចជាប្រព័ន្ធអ៊ីនធឺណិតផ្សេងៗដូចជា AliExpress អីហ្នឹងត្រូវទេ ហ្នឹងហើយ វាបែបតកតងជាមួយនឹងបច្ចេកវិទ្យារបៀបការរកស៊ីបែប online ហ្នឹងហើយសកម្មភាពរបស់ business ឬក៏ organization ដែលប្រព្រឹត្តលើអ៊ីនធឺណិតដោយការប្រព្រឹត្តរបស់គាត់ហ្នឹងគឺប្រើដោយប្រព័ន្ធអេឡិចត្រូនិកទាំងស្រុងហ្មងលើ e-commerce ហ្នឹង ហ្នឹងហើយធ្វើតែ e-commerce តកតងយើងត្រូវភ្ជាប់គេផងថា e-commerce ហ្នឹងតកតងជាមួយនៅលើ website សុទ្ធហ្មងព្រោះវាមិនមែនជាលក្ខណៈ mobile e-commerce នេះមានថាយើងតែតិចទៀតយើងដល់កន្លែងចំណុចខុសគ្នាអាហ្នឹងវែកញែកបានកន្លែង e-commerce ហើយcommerce អូខេចឹង commerce គឺជាការទិញលក់ដូរមាន import ហើយនិង export and exchange rate មានថារបៀបវាមានការរបៀបថាទិញលក់ commerce ហ្នឹងដូចអ្នកលក់មាសអញ្ចឹងនិយាយទៅមានការមានអាទិញចូលទិញដុល្លារចូលហើយយកដុល្លារចេញហើយមានអត្រាប្តូរប្រាក់ អូខេដូចជាឧទាហរណ៍ជា e-commerce មានដូចជា Amazon eBay AliExpress ហើយលាក់មានដូចជាអីផ្សេងទៀតច្រើនទៀតទៅយកទេ come on baby ឧទាហរណ៍ហ្នឹងសិត website ណា Amazon eBay AliExpress សិតតាក់ទងមួយ website ដែលគាត់បង្កើតជា e-commerce អាហ្នឹងវាអាចមានផ្សេងទៀតដូចជា Alibaba ផ្សេងទៀតតាមចំណង់ចំណូលចិត្តដែលយើងស្គាល់ហ្នឹងទៅហើយអ្នកទាំងអស់គ្នាយកទេសមត្ថថាចូល សមត្ថថាយកទេ Go on baby អត់តា លេខ3លីម្ដង អូចេះ មិនមិនអត់ចេះ អូនចាំមើលគេដែរនឹងទំចូលមួយថ្ងៃហ្នឹងអាលីម្ដង ហ្នឹងគាត់អានទៅគេគាត់មកគ្នាយើងបញ្យល់បន្ថែមហ្នឹង អត់ទេទៅត គាត់អានដែរ អត់ទេ ឥឡូវខ្ញុំម្ដងទៅអញ្ចឹងចំណុចទី3តើ e-commerce គឺជាអ្វីអញ្ចឹង e-commerce គឺជាការទិញលក់គឺជាការទិញនិងលក់ទំនិញនិងសេវាកម្មតាមរយៈឧបករណ៍យកដៃឥតខ្សែដូចជា smartphone និង tablet ឧបករណ៍យកដៃឥតខ្សែហ្នឹងដូចជាទូរស័ព្ទ smartphone យើងអញ្ចឹងអាហ្នឹងมันអត់មានខ្សែយើងអាចនិយាយរួមយកតាមខ្លួនបានហ្មងអាហ្នឹងគេហៅថាឧបករណ៍យកដៃហ្នឹងហើយអញ្ចឹងឧទាហរណ៍នៃ e-commerce គឺ e-commerce ហ្នឹងអាចការទិញរបស់ការទិញកម្មវិធីរបស់ e-commerce ហ្នឹងគឺយើងអាចប្រើធនាគារចល័តលើទូរស័ព្ទដៃយើងបានដើម្បីទិញកម្មវិធីដូចជា
និយាយរំដូច Play Store យើងមិនមានលក់កម្មវិធីម៉ាននេះដែលតាក់ទងមួយធ្វើអ្វីផ្សេងៗដែលសំខាន់នោះចឹងឧទាហរណ៍ដូចជាកម្មវិធីទូរស័ព្ទដៃនៅលើ Amazon ចឹងធ្វើការយើងមានទូរស័ព្ទដៃនេះឧបករណ៍យកដៃដូចជាទូរស័ព្ទហ្នឹងយើងអាចទិញកម្មវិធីពីកម្មវិធីរបស់ Amazon បាន រៀបថាយើងអាចបញ្ជាទិញទំនិញនៅក្នុង Amazon AliExpress ឬអីផ្សេងទៀតចឹងទៅ ហ្នឹងហើយនិយាយរួមឲ្យ profit នៅលើ online ដែលប្រើទូរស័ព្ទដៃ ទូរស័ព្ទឬក៏ពួក tablet អីហ្នឹងដោយជារបស់អាចដាក់តាមខ្លួនស្រួលចឹងយកនៅអ្នកទាំងអស់គ្នាចាំមកមានគេឆ្លើយណារិនខ្ញុំណារិនមានលឿនមានអីសោះផ្សេងធានអន់ចិត្តងើហើយ ថាឈឹង2ថ្ងៃ 2ថ្ងៃអត់មានមាត់អីសោះហ្មងដូចសង្ងំក្នុងទុកទឹកហ្មង មើលវីដេអូតិចសិនហើយដោយសារយើងតិចទៀតដល់ចាំទៅមុខទៀតអូសណូមានតែ6សណូ មកពីគាត់ឈឺធ្មេញនិយាយអត់កើត មែនទេអៀនសេងធានអូខេអត់អីបានទៅបន្តទៀត យើងចូលតាក់ទងជាមួយវីដេអូតាក់ទងជាមួយនឹង e-commerce e-commerce មកហ្នឹងហើយអូខេ e-commerce និង e-commerce e-commerce ហ្នឹង electronic commerce មានន័យថាការទិញលក់ដូរតាម electronic បើ e-commerce mobile commerce ការទិញដូរតាមរយៈឧបករណ៍យកដៃចឹងឬក៏ទូរស័ព្ទដៃ flow ទេកុំព្យូទ័រ What is ជាខ្មែរមានជាខ្មែរ សាកសិនមានតែប៉ែនេះហ្នឹងដូចនេះហៅថា e-commerce online business មកអានេះ ដឹងតែសួរទស្សនិកជនតែ ចង់បែបណាមានសាកលវិទ្យាល័យយើងទៀតដែរ interview e-business and e-commerce នេះស្ដី មេរៀនគាត់មក នៅគ្រូនេះចាស់ចាំរឿងទៅឥឡូវយើងចូលមកប៉ែនេះសិនណាចាំមើលប៉ែនេះសិនហើយចាំយើងអាដែរយើងទៅមើលអង់គ្លេសវិញ រូប អូអត់មក share screen ហ្នឹងចាំតិចខ្ញុំបិទ share screen សិនចាំ share ម្ដងទៀត commerce ឬមួយក៏ online business គឺអត់ ហើយនឹងអ្វីទៅដែលហៅថា online លើសុំធំ ដោយសារតែបងប្អូនយើងជាច្រើនដែលច្រឡំថាការដែលយើងផ្សាយផ្សព្វផ្សាយលោកផលិតផលនៅលើប្រព័ន្ធ social media ដូចជា Facebook អីហ្នឹងគឺជា online business ការពិតទៅការដែលយើងផ្សព្វផ្សាយលោកទំនិញផលិតផលនៅលើ Facebook ហ្នឹងវាមិនមែនជា online business ទេវាគ្រាន់តែជាផ្នែកមួយនៃការផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយពាក្យថា online business ឬមួយក៏ e-commerce បើយើងនិយាយឲ្យវាស្រួលស្ដាប់យើងហៅថា e-commerce e ហ្នឹងមកពីពាក្យថា electronic commerce បាទបូកជាមួយនឹង commerce មានន័យថាការធ្វើជំនួញបាទការធ្វើអាជីវកម្មការធ្វើជំនួញអញ្ចឹង e-commerce គឺសំដៅទៅលើអាជីវកម្មទាំងឡាយណាដែលរាល់ប្រតិបត្តិការអាជីវកម្មគឺដើរទៅលើប្រព័ន្ធអ៊ីនធឺណិតបាទដើរលើប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងតើធ្វើម៉េចដើម្បីឲ្យអាជីវកម្មមួយคล้ายទៅជាអាជីវកម្ម e-commerce ឬមួយក៏ online business នឹងបាន
ទី1គឺបងប្អូនត្រូវមាន website ឬមួយក៏ online store ដើម្បីដាក់ផលិតផលឬមួយក៏សេវាកម្មរបស់យើងនៅក្នុងនេះគឺខ្ញុំនិយាយអំពីផលិតផល product អញ្ចឹង product សេវាកម្មសេវាក៏វាអាចជាក៏វាជា product ដែរក៏វាជាផលិតផលដែរទី1គឺយើងត្រូវមាន website មួយដើម្បីដាក់បង្ហាញទំនិញឬមួយក៏ display product information នៅក្នុងហ្នឹងដាក់លក់ទំនិញនៅក្នុងហ្នឹងអាហ្នឹងសំខាន់ណាស់បងប្អូនព្រោះជាទូទៅមុនពេលដែលអតិថិជនទៅរកយើងស្ថានភាពឥឡូវនៅក្នុងក្រុងវាស្ទះផងចរាចរណ៍វាកកស្ទះអញ្ចឹងការធ្វើដំណើរទៅក្រុមហ៊ុនផ្ទាល់ឬមួយក៏ទៅសបផ្ទាល់ទៅហាងផ្ទាល់វាលែងប្រើការបានហើយហ្នឹងអញ្ចឹងជាទូទៅអតិថិជនគាត់អាចចូលទៅមើលតាម website របស់យើង website គឺសំដៅទៅលើឧទាហរណ៍ដូចជាបងប្អូនមួយចំនួនអាចអត់ទាន់ដឹងថាស្អីទៅ website ឧទាហរណ៍ដូចជា www.reach.com reach.me អាហ្នឹងគឺគេហៅថា website បងប្អូនជាច្រើនដែលគិតថាការដែលធ្វើ website ហ្នឹងវាអស់លុយច្រើនការពិតមិនទេបងប្អូនដើម្បីឲ្យមាន website គឺបងប្អូនត្រូវមាន domain មួយ domain ឥឡូវឧទាហរណ៍ www.reach.me វាជា website ដល់ទៅពេល reach.me វាជា domain name ការពិតទៅបើសិនជាយើងគិតពីតម្លៃ domain name មួយជាទូទៅវាអស់តែ10រៀលជាងទេទាំងថ្លៃសេវា host ប្រចាំឆ្នាំអីយើងគិតទៅវាទាំង website ទាំង email ដែលបងប្អូនអាចប្រើ email professional សម្រាប់ក្រុមហ៊ុនបានវាអស់ប្រហែលជាមួយឆ្នាំ$100ជាងអញ្ចឹងនៅពេលណាដែលយើងមាន email របស់ក្រុមហ៊ុនណាមានន័យថាឈ្មោះរបស់យើង add ហើយ email ឈ្មោះក្រុមហ៊ុនមក .com .info .biz អញ្ចឹងនៅក្នុងការទំនាក់ទំនងទៅអតិថិជនគឺអតិថិជនមានភាពជឿទុកចិត្តជាងនៅបរទេសបងប្អូននៅស្រុកអាមេរិកក៏ដោយនៅអឺរ៉ុបក៏ដោយបើសិននៅក្នុងករណីយើងធ្វើជំនួញជាមួយគេហើយយើងប្រើ public email ដូចជា Yahoo ដូចជា Gmail ទៅទំនាក់ទំនងជាមួយគេអត់រកស៊ីមួយយើងទេគេគិតថាយើងពពួក scammer ហើយអញ្ចឹងត្រឡប់មកវិញខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្កើត website ឬមួយក៏គេហទំព័រសម្រាប់អាជីវកម្មរបស់បងប្អូនអត់ចាំបាច់បារម្ភទេបើទោះបីជាបងប្អូនមិនមានជំនាញក៏ដោយព្រោះថាបច្ចុប្បន្នតម្លៃនៃការបង្កើត website ឬមួយក៏គេហទំព័រគឺវាមានតម្លៃធូរថ្លៃមែនទែនបាទត្រឹមតែ$200-300ជាងគឺយើងអាចបង្កើតគេហទំព័រ website មួយសម្រាប់ក្រុមហ៊ុនរបស់យើងបានហើយអូខេទី1បងប្អូនត្រូវមាន website ទី2 website ហ្នឹងវាប្រៀបដូចជា online shop របស់យើងអញ្ចឹងដែលយើងដាក់លក់ product របស់យើង display show product របស់យើងនៅក្នុង shop ហ្នឹងបន្ទាប់មកគឺយើងត្រូវមាន payment gateway បងប្អូនជាច្រើនដែលអត់ទាន់ដឹងថាស្អីទៅហៅថា payment gateway គឺសំដៅទៅលើប្រព័ន្ធទូទាត់លុយជាទូទៅ e-commerce ឬមួយក៏ online business គឺតម្រូវឲ្យអតិថិជនធ្វើការទូទាត់ជាមុនទូទាត់ហើយបានទំនិញហ្នឹងដឹកជញ្ជូនទៅតាមក្រោយអញ្ចឹងpayment gateway ហ្នឹងវាជារឿងសំខាន់ណាស់បើសិននៅក្នុងករណីអត់មាន payment gateway ទេអាជីវកម្មហ្នឹងវាអត់ជាអាជីវកម្ម e-commerce ទេ payment gateway មានន័យថាប្រព័ន្ធទូទាត់លុយដែលអាចអនុញ្ញាតឲ្យបងប្អូនទូទាត់លុយតាមរយៈ Visa card Mastercard Dining Club JCB ឬមួយក៏ Union Pay ជាដើមយើងគ្រាន់តែវាយលេខកាតបញ្ចូលយើងអាចទូទាត់លុយបានអញ្ចឹង payment gateway ហ្នឹងជាទូទៅធនាគារជាច្រើនដែលគាត់ផ្ដល់សេវាកម្មហ្នឹងខ្ញុំលើកឧទាហរណ៍ដូចជាធនាគារ Aclida ក៏មានផ្ដល់សេវាកម្មហ្នឹងធនាគារ ABA ក៏មានផ្ដល់សេវាកម្មហ្នឹងអាហ្នឹងឃើញធនាគារធំពីរហ្នឹងនៅស្រុកខ្មែរដែលផ្ដល់សេវាកម្មហ្នឹងទូលំទូលាយដោយឡែកក្រុមហ៊ុនមួយចំនួនដូចជា Wing Money Express ហើយនិងក្រុមហ៊ុន PayPay គាត់ក៏មានផ្ដល់សេវាកម្មហ្នឹងដែរប៉ុន្តែគាត់អាចទទួលការទូទាត់តាមរយៈតែ Wing to Wing ទេ Wing to Wing ឬមួយក៏ PayPay to PayPay ទេដល់ឡែកធនាគារ Aclida ហើយនិងធនាគារ ABA គឺមានន័យថាក្រៅពីកាតរបស់គាត់គឺគាត់អាចទទួលការទូទាត់តាមរយៈ Visa card និង Mastercard បានអញ្ចឹងបើសិននៅក្នុងករណីដើម្បីឲ្យយើងបាន payment gateway ហ្នឹងតើយើងត្រូវធ្វើម៉េចគឺយើងត្រូវដាក់ពាក្យស្នើទៅធនាគារ
បាទដាក់ពាក្យស្នើទៅធនាគារហើយនឹងធ្វើការសុំការសហប្រតិបត្តិការជាមួយនឹងធនាគារអញ្ចឹងដើម្បីពិតណាស់ដើម្បីឲ្យធនាគារដើម្បីធ្វើការងារជាមួយធនាគារបានគឺបងប្អូនត្រូវតែជាក្រុមហ៊ុនស្របច្បាប់ដែលមានការចុះបញ្ជីត្រឹមត្រូវជាមួយនឹងក្រសួងពាណិជ្ជកម្មមានបតង់ត្រឹមត្រូវបាទមានបតង់ត្រឹមត្រូវហើយបើសិននៅក្នុងករណីបងប្អូនរស់ស៊ីតាក់ទងមួយបច្ចេកវិទ្យាឬមួយក៏នៅលើអាជីវកម្មអនឡាញឬមួយក៏ e-commerce គឺបងប្អូនត្រូវតែសុំវិញ្ញាបនបត្រពីក្រសួងប្រៃសណីនិងទូរគមនាគមន៍ទៀតអានឹងទើបអាចទទួលបាន payment gateway ពី bank ពីធនាគារអញ្ចឹងបន្ទាប់ពីយើងមាន payment gateway ហើយគឺបងប្អូនអាចទទួលលុយបានអញ្ចឹងទទួលលុយនឹងទទួលលុយយ៉ាងម៉េចនៅពេលណាដែលអតិថិជនគាត់ធ្វើការទូទាត់ទំនិញលុយនឹងវាចូលទៅដល់ក្នុង gateway ដែលវា link វាភ្ជាប់ជាមួយនឹងគណនីរបស់ក្រុមហ៊ុនអញ្ចឹងបងប្អូនអាចនឹងទទួលលុយ direct ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនតាមធនាគារមួយមានន័យថាបើសិនបងប្អូនប្រើ gateway payment gateway ប្រព័ន្ធទូទាត់លុយរបស់ Acilida គឺបងប្អូនត្រូវតែមានគណនីក្រុមហ៊ុនជាមួយនឹងធនាគារ Acilida គឺសាមញ្ញអញ្ចឹងអូខេបន្ទាប់ពីយើងមាន payment gateway ហើយយើងទទួលលុយបានណាបន្ទាប់ពីទទួលលុយបានហើយបងប្អូនត្រូវតែមាន shipping system logistic និង shipping system logistic និង shipping system ហ្នឹងគឺជាប្រព័ន្ធនៅក្នុងការគ្រប់គ្រង shipping ប្រព័ន្ធក្នុងការគ្រប់គ្រងការដឹកជញ្ជូនហើយនឹង logistic ដែលអាចអនុញ្ញាតឲ្យអតិថិជនរបស់យើងនេះគាត់ទិញផលិតផលហើយគាត់ទូទាត់លុយហើយគាត់អាច track ដឹងថាតើអីវ៉ាន់របស់គាត់ហ្នឹងបានចេញមកនៅ ship ដល់ណាហើយអញ្ចឹងណាខ្ញុំលើកឧទាហរណ៍ដូចជាក្រុមហ៊ុនជាច្រើនដែលផ្ដល់សេវាកម្មហ្នឹងឧទាហរណ៍ដូចជាក្រុមហ៊ុន DHL បាទ DHL បងប្អូនស្គាល់ហើយ FedEx ជាដើមហើយនឹងក្រុមហ៊ុនតូចៗជាច្រើនទៀតដែលមានប្រព័ន្ធ tracking អញ្ចឹងពេលណាដែលយើង ship ឲ្យទទួលបាន order information ទទួលបានការបញ្ជាទិញបងប្អូនគ្រាន់តែបញ្ចូលលេខ tracking number ហ្នឹងចូលទៅក្នុង system ទៅអតិថិជនរបស់យើងគឺគាត់អាច track ដឹងអំពីទំនិញរបស់គាត់ហើយនឹងសេវាកម្មរបស់គាត់ថាតើបន្ទាប់ពីទូទាត់លុយទៅទំនិញនិងសេវាកម្មរបស់គាត់ហ្នឹង ship ទៅដល់ណាហើយណាសំទោសគឺទំនិញសេវាកម្មអត់ត្រូវការ ship ទេអធិស្ឋានអាហ្នឹងគឺជាតម្រូវការចាំបាច់ដើម្បី convert ធ្វើឲ្យ business traditional មួយទៅជា business បែប digital បែប e-commerce ឬមួយក៏ online ដល់ឡែកខ្ញុំសូមបញ្ជាក់តិចពាក់ព័ន្ធជាមួយនឹងបងប្អូនដែលធ្វើការផ្សព្វផ្សាយលក់តាម Facebook ណាអានឹងមិនមែនជា online business ទេមិនមែនជា e-commerce ទេព្រោះវាគ្រាន់តែជាការផ្សព្វផ្សាយវាជាផ្នែកមួយដែលយើងប្រើ Facebook ហ្នឹងជាមធ្យោបាយនៅក្នុងការផ្សព្វផ្សាយការលក់ហើយដល់ពេលយើងដំណើរការនៃការទូទាត់ឬមួយក៏ដំណើរការនៃការទិញផលិតផលផ្សេងៗហ្នឹងគឺយើងអត់នៅក្នុង system ទេយើង manual យើងធ្វើរបៀបបុរាណមានន័យថាយើងត្រូវទេតាក់ទងទៅអតិថិជនណាឲ្យអតិថិជនផ្ញើលុយតាម Wing តាម True Money អីចឹងទៅហើយមួយទៀតវាមិនមែនជា business ទេដោយសារតែតើយើងទៅធ្វើទើបយើងបានផលតែបើសិនជាយើងអត់ទៅធ្វើយើងអត់បានទេដល់ឡែក e-commerce ដែលយើងនិយាយនេះគឺជា system មួយដែលបងប្អូនអត់ចាំបាច់ទៅ manage វាទេណាអត់ចាំបាច់បងប្អូនទៅ manage ទេបងប្អូនគ្រាន់តែចេះយុទ្ធសាស្ត្រនៅក្នុងការធ្វើទីផ្សារតាមបែបបច្ចេកវិទ្យាឬមួយក៏យើងហៅថា digital marketing ឬមួយក៏ social network marketing នៅពេលណាដែលអតិថិជនគាត់ធ្វើការបញ្ជាទិញគឺវានឹងបញ្ជាទិញនៅក្នុង system អញ្ចឹងលុយនោះវានឹងចូលទៅក្នុង gateway ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន automatic តែម្ដងអញ្ចឹងវាខុសគ្នាបែបហ្នឹងត្រឡប់មកវិញខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន convert ផ្លាស់ប្ដូរអាជីវកម្មរបស់ខ្លួនពីបែបបុរាណឲ្យទៅជាe-commerce ឬមួយក៏ digital តាមអ្វីដែលខ្ញុំនិយាយមិញហ្នឹងបងប្អូនមួយចំនួនអាចគិតថាអូខ្ញុំទៅមហោស៊ីដំបងណាខ្ញុំគិតមើលទៅដូចជាស្មុគស្មាញខ្លាំងទៅសុំច្បាប់សុំទម្លាប់សុំ license ពីក្រសួងវា process ជាច្រើនដែលបងប្អូនអាចនឹងពិបាកនៅក្នុងការ adapt នៅក្នុងការស្នើសុំអញ្ចឹងបាននៅក្នុង platform របស់ ReachMe បងប្អូនអាចចូលទៅក្នុង website www.reach.me សូមបញ្ជាក់តិច Reach គឺ RIICH ណា Reach I បាទចូលទៅក្នុង platform របស់ Reach.me បងប្អូនបង្កើតគណនីបាទដោយ sign up តាមវិធីសាស្ត្រងាយៗ
ឬមួយក៏បងប្អូនអាច sign up តាមរយៈ Gmail ឬមួយក៏ Facebook ណាជាដើមគឺបងប្អូនអាចបង្កើត online store របស់ខ្លួនបានបាទបង្កើត online store របស់ខ្លួនបាននៅលើ platform របស់ Reachme ព្រោះដោយសារតែ Reachme គឺផ្ដល់សេវាកម្ម e-commerce solution សម្រាប់ជួយបងប្អូននឹងឯងបាទគឺយើងមាន store online store ដែលអាចឲ្យបងប្អូនដាក់លក់ផលិតផលបានយើងមានប្រព័ន្ធទូទាត់លុយដ៏ទូលំទូលាយហើយ support ទៅបងប្អូនយើងអាចទទួលលុយតាមរយៈ Visa Master JCB Dining Club ហើយនិង Union Pay ជាដើមបើសិនជាបងប្អូនមានអតិថិជនពីស្រុកចិនមកយើងទទួលលុយបានទាំងតាមរយៈប្រព័ន្ធទូទាត់លុយរបស់ចិនដូចជា WeChat និង Alipay ក្រៅពីនឹងក្នុងស្រុកគឺយើងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារ ACLIDA នៅក្នុងការទទួលលុយយើងធ្វើការងារជាដៃគូជាមួយនឹងធនាគារ Wing ហើយនិង PayPay ជាដើមតែឡើយនៅសហរដ្ឋអាមេរិកគឺយើងមានប្រព័ន្ធទូទាត់លុយតាមរយៈ PayPal បាទយើងអញ្ចឹងប្រព័ន្ធទូទាត់លុយរបស់យើងគឺមានលក្ខណៈទូលំទូលាយហើយ very supportive អញ្ចឹងបងប្អូនអត់ចាំបាច់បារម្ភទេអញ្ចឹងអាចដោះស្រាយបញ្ហារបស់បងប្អូនបានហើយណាទី1បើសិនជាបងប្អូនចង់ convert business របស់ខ្លួនពី traditional way ទៅជា e-commerce បញ្ហាទី1ដោះស្រាយរឿងបញ្ហា technical បងប្អូនអត់ចាំបាច់ទៅមាន website មានអីក៏បានដែរគ្រាន់តែចូលមកបង្កើត online store ជាមួយ Reach ទី2នៅក្នុង online store របស់ Reach គឺមិនមែនត្រឹមតែដាក់លក់ផលិតផលទេយើងបានចូលមុខងារជាច្រើនដើម្បីជួយ support ទៅអាជីវកម្មរបស់បងប្អូនខ្ញុំលើកឧទាហរណ៍ដូចជា sales management system មុខងារក្នុងការគ្រប់គ្រងការលក់មុខងារក្នុងការគ្រប់គ្រងការបញ្ជាទិញមុខងារក្នុងការគ្រប់គ្រងប្រព័ន្ធ shipping បាទប្រព័ន្ធដឹកជញ្ជូនមុខងារក្នុងការគ្រប់គ្រងអតិថិជនបាទហើយនឹងមុខងារក្នុងការគ្រប់គ្រងអ្នកលក់ត reseller ហើយនឹងមុខងារនៅក្នុងការគ្រប់គ្រងបុគ្គលិកផ្សេងៗទៀតបាទទាំងអស់ហ្នឹងគឺយើងមាននៅក្នុង platform របស់ Reachme បាទដែលអាចជួយជំរុញអាជីវកម្មរបស់បងប្អូនជួយបង្កើនការលក់របស់បងប្អូនអញ្ចឹង technical យើងដោះស្រាយបានបាទកិច្ចការទី2 payment gateway បងប្អូនអត់ចាំបាច់ស្មុគស្មាញទេណាតាមរយៈ platform របស់ Reach យើងមាន wallet របស់យើងខ្លួនឯងយើងមាន payment gateway ដើម្បីជួយ support ទៅបងប្អូនហើយយើងមាន tracking system សម្រាប់ shipping និង delivery សម្រាប់បងប្អូនអញ្ចឹងអាចដោះស្រាយបងប្អូនបញ្ហារបស់បងប្អូនបានរឿងដែលសំខាន់ជាងនឹងទៅទៀតគឺ Reachme គឺយើងបានបញ្ចូល system មួយយើងហៅថា sales automate system មានន័យថាជាប្រព័ន្ធដែលអាចជំរុញការលក់ដោយស្វ័យប្រវត្តិនៅក្នុងហ្នឹងអូខេអញ្ចឹងទាំងអស់ហ្នឹងគឺសម្រាប់ឲ្យបងប្អូនទី1ផ្លាស់ប្ដូរអាជីវកម្មពី old way ពី traditional way ទៅជា e-commerce ទី2ដើម្បីជំរុញការលក់ហើយនឹងទី3គឺបងប្អូនអាចនឹងបើកទីផ្សារទៅក្រៅប្រទេសបានយើងធ្វើ business មិនមែនមានន័យថាយើង limit ត្រូវធ្វើតែស្រុកខ្មែរណាការពិតបើសិនជាបងប្អូនធ្វើ business ហ្នឹងឲ្យទៅជា e-commerce បងប្អូនអាចលក់ទៅបណ្ដាប្រទេសនៅជុំវិញហ្នឹងបានហ្នឹងណាអញ្ចឹងអត់ពិបាកទេយើងអាចបើកច្រកទីផ្សារទៅក្រៅប្រទេសបានអូខេអរគុណច្រើនហើយខ្ញុំសូមចប់តែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណមើលទាំងប្រម៉ូសិនគេខ្ញុំនៅក្រោយខ្ញុំបានបិទខ្ញុំនៅក្រោយពងផ្លែអញ្ចឹងមើលវីដេអូហ្នឹងមកផ្លែសិនណាមើលវីដេអូហ្នឹងមកបន្តិចទៀតសិនហើយខ្ញុំពងរវល់មិនមានភ្ញៀវលើទេ Hey there, this is Darren, founder of Insights, where we interview real estate experts for their expertise and opinions and help you to learn more about all things real estate. This is one part of the full interview we had with Damien at Asia Bankers Club, a physical asset investment club with an extensive focus in the overseas real estate market in Southeast Asia. In this part, we're going in depth on Cambodia. I've heard a lot of buzz about Cambodia for the past few years, especially how the One Belt, One Road initiatives enhance the economic potential of the country, which could lead to a positive impact on the real estate market. You can find the other interviews from Damien and more about him in the show notes or our blog, www.density.io/blog. As always, you can find everything we mentioned in this episode in the show notes, including our thoughts, more about the guests, and all the tips and tricks. If you haven't yet, hit the subscribe button like you mean it to get our regular updates. Now, take a deep breath and buckle up for the show. Hope you enjoy. So, I know a lot of people start looking into Cambodia. It's getting so popular.
What's the reason behind that, and what's going on in Cambodia right now? Cambodia's been under the radar for a while, especially for the investors that's concentrated on Southeast Asia, like people that invested in Thailand, in Vietnam, and now they look for another country, like where can they go? Philippines, Indonesia, but Cambodia is actually a place that very interesting because a few reasons. You invest in USD. USD is a de facto currency. So the FX currency, it's there. You just park your USD there. Another thing is Cambodia's it's a growing country. US-China trade war has actually affected them a lot. A lot of the shift of production is happening in Cambodia, and Cambodia has a very strong tie with China. So the people moving the factory to China, Cambodia, they actually get tax benefits. They're located in a special economic zone. So tax benefits. Another one. USD is probably the number one reason why people are investing in Cambodia. Yeah, I heard that like the GDP really increased a lot over the years, right? Because of the oil and gas industry. The oil and gas just started like recently, but the GDP growth of 7% the past 10 years. That's like people talk about Vietnam's GDP growth, which is fairly high, but Cambodia's GDP growth people really talk about. So, but they've posted 7% past 10 years. Oh, that's why a lot of companies are moving there then. Yeah, there's I think about 80 of the Fortune 500 companies have already invested in Cambodia or started. Really? That's quite a lot. Yeah. And then how's the tax structure there? Because like I've never heard people talk about that before. So Cambodia, they don't have a capital gain tax yet, but starting 2022, they'll have a capital gain tax scheme where you choose either one. You pay 20% of the capital gain, or you pay 4% of the selling price. So the government let you choose? Yeah. How does that even work? Well, some countries say you have to pay the higher, but in Cambodia, Really? Heard that before. That's it's kind of cool. So when it comes to like investing in Cambodia, since like I've never been there, and everyone was like, oh, you gotta check it out or understand more. How's it like in terms of like what is the main city? Who are the ones looking for rent or buying, and then how do you assess the projects there? So Cambodia. E-commerce ឬមួយក៏ online ឃើញអាឡោះនៅលើឃើញឈ្មោះខ្ញុំ request control ដាក់ចុចសាក់ចុចអាឡោះ allow ហើយសិនទី request control ទៅអី គ្រាន់សាក់ហើយនេះហើយកាត់អីអូទាំងពីរទៀតអូខេហ្នឹងហើយមិញខ្ញុំមិនដាច់ខ្ញុំមិនដឹងបើដឹងបានអញ្ចឹងឲ្យសេងឈឿននេះទៅខ្ញុំរវល់មិញហ្នឹងហើយមើលអំខំមក អំខំមកប្រហែលជាខ្មែរមើលទៅអត់មានទេមើលទៅមើលតានេះហើយ M-commerce stands for mobile commerce. នេះឃើញមានខ្មែរទេ The purchasing and selling of products លោកបងថាឃើញមានខ្មែរ phones and other wireless handheld devices. Some people refer អូមែនច្រឡំមើលខុស हेलो फ्रेंड्स, आज मैं आपको बताने जा रही हूँ एम कॉमर्स क्या होता है। एम कॉमर्स सर्विस को सेल और बाय करते हैं। किससे मोबाइल cái cô hụt năng sủa vô chiên
people like things nice and simple, right? Like the convenience of being able to pay or be paid for goods and services provided over the internet. But what if you don't have a bank account? That would mean a majority of the people in the world not having access to easier and safer transactions. But guess what? Some 1.7 billion of these people do have access to a mobile phone. So how can that help them avoid the risk, cost, and inconvenience of using cash? Well, that's where m-commerce comes in. M-commerce enables people to conduct financial transactions using a mobile device like a cell phone or a tablet. The phone becomes a kind of a mobile wallet, but it's not just for pocket money. It can give you access to bank accounts, credit and access cards, loyalty cards, coupons, and it allows you to transfer money anytime, anywhere. So this means a world of new services for just about everyone, from those that don't have a bank account to those that do but would like the freedom to take their finances truly mobile. The Ericsson Wallet platform, for example, enables secure and convenient mobile financial services such as money transfers and making payments. And using Ericsson Converged Wallet, there are 1.7 billion mobile accounts connected to Ericsson's charging system that could easily be turned into mobile wallets. 2012 meant a big step for m-commerce as Ericsson and Western Union formed a strategic alliance. Mobile network operators can now offer their subscribers the world's largest money transfer network. And we're talking a lot of money. $350 billion are transferred annually, person to person, over mobile devices. And the ecosystem to support m-commerce is growing rapidly. Ericsson's m-commerce interconnect is a technology that will allow interoperability between operators and service providers, such as banks, stores, and payment networks. So it's exciting times for the m-commerce industry, which is expected to process more than $800 billion by 2016. And with a world of 50 billion connected devices expected by 2020, the implications and possibilities for how we manage and use our money are profound. Yolot. Hello. Vô lấy mới tới được chuyện nhọt đó lấy. សន្មតថាយល់ ខ្ញុំមកថាយូរអានេះតែខ្ញុំជួយបាយមាននេះពិបាកវាលក្ខណៈតទៅជាមួយនឹងការប្រើប្រាស់ពុកទៀតថាពួកការកំងដូចយើងកំងទិញអីវ៉ាន់ពីអីវ៉ាន់ចិនអញ្ចឹងយើងត្រូវការប្រើតែទូរស័ព្ទដៃហ្នឹងយើងអាចកំង ហ្នឹងហើយ យើងមិនចាំអីច្រើន គេប្រៀបធៀបពីសម័យបុរាណមកសម័យបច្ចុប្បន្ន ពីមុនយើងអត់មានទូរស័ព្ទយើងមានតែកុំព្យូទ័រវាថាយើងមានតែកុំព្យូទ័រយើងប្រើតាមប្រព័ន្ធកុំព្យូទ័រទៅប្រព័ន្ធអេឡិចត្រូនិកយើងទៅដល់ពេលឥឡូវយើងមានទូរស័ព្ទដៃយើងប្រើតាមតាក់ទងជាមួយនឹង mobile ទៅយើងអាចកំងអីវ៉ាន់បានពីណាមកក៏បានហើយសំខាន់ការ pay លុយតាមបែបអ៊ីនធឺណិត transfer លុយតាមវីសាកាតតាមអីចឹងទៅ Okay. Yes, understand or not? Oh. ចូលសំណួរទី4យើងម្ដង 4 តើ e-commerce មានតម្រង់ប្រមាណអ្វីខ្លះ1 e-commerce មាន 3 តម្រង់ដូចជា B2B business to business អីគេ organization ចឹងអី organization ធ្វើការតំណែងគ្នាដោយផ្ទាល់ពីរោងចក្រ អានេះលក្ខណៈ business to business ដូចយើងកំងអីវ៉ាន់ពីចិនchứដូចយើងកំងខ្លួនឯងផ្ទាល់ចឹងទិញតាមថៅប៉ៅផ្ទាល់ហ្មងយើងមិនបាច់ចាំប្រើជនទី3ទេបាច់ចាំប្រើជនទី អ្នក business ធំតាក់ទងគ្នាចឹងគេទិញអីវ៉ាន់គ្នាពីគ្នារោងចក្រគ្នាទៅវិញទៅមកចឹងដូចតែយើងអាចចឹងដែរដូចយើងកំងអីវ៉ាន់បោះមានថាយើងកាត់ stock គេមកអញ្ចឹងយើងមិនបាច់ចាំអ្នកខ្លះទៅគាត់អត់ចេះទិញគាត់មិនត្រូវពឹងក្រុមហ៊ុន Express ដើម្បីទិញឲ្យគាត់ទៅទេតែអានេះគាត់បើសិនជាគាត់ចេះគាត់តំណងជាមួយខាងក្រុមហ៊ុនរោងចក្រនឹងចិនខ្លួនឯងផ្ទាល់ទិញមកផ្ទាល់ហ្មងដូចលីនិយាយមិញហ្នឹងហើយវាថាគាត់ហ្នឹងបញ្យល់ឲ្យលីយល់
Khoản haចេះបើសិនជានេះអានេះខ្ញុំតាមខ្ញុំយល់មួយទៀតរបៀបថាបើសិនជាយើងតំណតំណងទៅទិញអីវ៉ាន់ពីរោងចក្រចិនអូម៉ាថារោងចក្រចិនអញ្ចឹងយើងក៏មកទិញផ្ទាល់ហើយយើងអាចនិយាយតំណតំណងជាមួយខាងរោងចក្រហ្នឹងយើងអាចមានសិទ្ធិរើសរបៀបថាក្រុមហ៊ុនដឹកជញ្ជូនដែលអាចដឹកមកស្រុកខ្មែរបានអញ្ចឹងអាហ្នឹងយើងមានសិទ្ធិរើសតែដល់ពេលសប្តាហ៍ថ្ងៃនេះរបៀបថាយើងទិញផ្ទាល់មែនប៉ុន្តែយើងរបៀបថាជួលក្រុមហ៊ុនទី3ហ្នឹងដើម្បីឲ្យជួយដឹកឲ្យយើងដល់ពេលយើងតំណតំណងមើលរោងចក្រចិនផ្ទាល់ហ្មងយើងអាចមានសិទ្ធិស្នើគេរៀបចំឲ្យយើងបានអញ្ចឹង អូខេសន្មត់ថាយល់ចុះសួរសិនហ្នឹងហើយសួរសិនមេសួរសិនលេងទៅលឿនចុះអត់មានមេណាសួរអញ្ចឹងកូនពងបាច់វល់អី นู่นน่ะរិនអត់ឈឹងជំនាញអី ពងនៅទឹកហ្នឹងតែគ្នាមិនចេះហៅគ្នាអូនរ៉នណៃធ្វើអីហ្នឹងអត់មានហៅគ្នាអីអស់ឥឡូវសន្មត់ថាយល់ណាអត់មានគេឆ្លោយយើង ហ្នឹងហើយលីចំលី អត់ ទៅ អី ទុកទឹក អាច មួយ ទៅបានព្រោះអាហ្នឹងខ្ញុំមើលហើយខ្លះហើយ ដល់ពេលតំណតំណងជាមួយគ្នាដោយរោង ពីរ ច អ្នក ក្រ ខ្ញុំសង្ស័យបើកចោល អីគេចឹងនិយាយថាមីអាហ្នឹងខ្ញុំបានមើលខ្លះហើយចឹងណាខ្ញុំមើលរងថ្ងៃហ៎ តែទេខ្ញុំនិយាយប្រុសពីរអ្នក ចឹងឯង ណាមួយលីគាត់ទិញអីវ៉ាន់ពីចិនស្រាប់ចឹងគាត់យល់ហើយ យល់ឡើងអស់លុយ យល់ឡើងអស់លុយខ្លួនណា អារបៀបតំណតំណងជាមួយដោយផ្ទាល់ពីរោងចក្រហ្នឹងឧទាហរណ៍ Sky ជាឧបករណ៍អាជីវកម្ម B2B Microsoft ដែលអាចអនុញ្ញាតឲ្យអ្នកធ្វើសន្តិវិធី ធ្វើសន្និសិទ video conference នៅគ្រប់ទីកន្លែងជំនាញផលិតផល លើពិភពលោកលើទូរស័ព្ទនាឡិកាកុំព្យូទ័រឬអាហ្នឹងអត់មានពិបាកទេរបៀបថាយើងអាចមានជំរើសច្រើនសម្រាប់ការតំណគ្នាជាមួយទៅរោងចក្រយើងអាចមិនចាំបាច់តែ Skype យើងអាចមានច្រើនទៀតហើយកុំបាច់ចាំតែ Microsoft ទៅតាមលក្ខខណ្ឌដែលយើងមានយើងជួយចិត្តប្រើអីយើងតំណតាមហ្នឹងទៅព្រោះគិតថាប្រហែលជាក្រុមហ៊ុនរោងចក្រគេក៏គេស្របតាមយើងបើសិនជាយើងជាលក្ខណៈអតិថិជនធំណា ហ្នឹងហើយ ដល់ពេល B2C business to customer consumer ទទួលបានការចែកចាយផ្ទាល់ពីorganization អាហ្នឹងរបៀបដូចអ្នកលក់អនឡាញអញ្ចឹងរបៀបអាហ្នឹងត្រូវដូចរបៀបអ្នកលក់អនឡាញកាត់របៀបធ្វើតំណែងដូចចាដូចបើនិយាយពីកម្ពុជាយើងដូចក្រុមហ៊ុនស្អីគេសម្រស់ធម្មជាតិហ្នឹងហើយចែកចាយពួកតារាលក់អាខូស៊ីហ្នឹងអាហ្នឹងចឹងហើយអាហ្នឹងស្តៀងគ្នា របៀបថាជាអ្នកមានតំណែងចែកចាយលក់អាហ្នឹងតអញ្ចឹងមានថាលក់តែប្រភេទអាហ្នឹងគឺគាត់តែចែកគ្នាលក់អញ្ចឹងដោយបុគ្គលផ្សេងៗអញ្ចឹងគាត់តែយកអីវ៉ាន់ហ្នឹងចេញពីក្រុមហ៊ុន6ឧទាហរណ៍តាមទៅយើងនិយាយអាហ្នឹងតាក់ទងជាមួយឧទាហរណ៍ស្រាប់បាត់ទេខ្ញុំចាំនិយាយឧទាហរណ៍នេះក៏បានឧទាហរណ៍ B2C មាននៅគ្រប់ទីកន្លែងអ្នកលក់រាយតាមអ៊ីនធឺណិតទាំងស្រុងរួមមានអីគេ newegg.com overstock.com wish និងអីគេ mood close ដែលទទួលបានការចែកចាយពី organization រោងចក្រឬក៏អីផ្សេងទៀតទៅតាមដែលយើងស្គាល់អញ្ចឹងទៅដល់ពេល C2C លក្ខណៈ consumer to consumer សំដៅទៅលើបុគ្គលមានតែអ្នកលក់និងអ្នកទិញឧទាហរណ៍ eBay Amazon marketplace and អីគេ Mercari គេហទំព័រផ្សារអេឡិចត្រូនិកប្រភេទទាំងនេះត្រូវបានហៅថាជាហៅដោយបុគ្គលរបៀបដូចថាត្រូវដូចជាលក្ខណៈ app Amazon អញ្ចឹងហ្នឹងហើយដូចជាអ្នកលក់អញ្ចឹងដូចជាអ្នកលក់នៅក្នុងផ្សារអញ្ចឹងគេបង្កើតគេដាក់លក់អីវ៉ាន់នៅលើអនឡាញអញ្ចឹងហើយយើងអ្នកទិញអញ្ចឹងអ្នកទិញអីវ៉ាន់ពីហ្នឹងហើយទិញលើបុគ្គលហ្នឹងហើយអត់មានចែកចាយដូចយើងនៅហាងគ្រឿងសម្អាងអញ្ចឹងយើងលក់ឡើងហ្នឹងផ្ទាល់ហើយអ្នកចាំតែអ្នកទិញមកទិញទេវាអត់មានចែកចាយទៅដល់ណាទេ
vậy đó ưu tiên họ đôi nhạc lộ bộ bọc lò hong ấy chẳng nhưng nhạc lộ ơi nhạc toàn là ហ្នឹងហើយទី5តើការកំណត់អត្តសញ្ញាណ5ជំហាននៃ e-commerce មានអ្វីខ្លះ search and identification ក្នុងដំណាក់កាលនេះអ្នកទិញនឹងកំណត់នៅអ្វីដែលគាត់ត្រូវការនិងធ្វើបញ្ជីចំនួននិងលេខកូដទំនិញដែលគាត់នឹងផ្ដល់ឲ្យគេហទំព័ររបស់អ្នកគ្រប់គងដែលជាថ្នូរនឹងការផ្ដល់ឲ្យគាត់នៅបញ្ជាតម្លៃបច្ចុប្បន្នជំរើសទាំងនេះហើយទៅអ្នកអាចទិញអាចកំណត់មុខទំនិញនិងហាងដែលខ្លួនចង់បានអានេះលក្ខណៈរបៀបដូចយើងតថ្លៃជាមួយគេយើងតំណែងផ្ទាល់ជាមួយអ្នកទិញដូចខ្ញុំឆាតទៅខាងរោងចក្រចិនអញ្ចឹងយើងតថ្លៃគេអីចឹងប្រហែលជាលក្ខណៈអញ្ចឹងទេអូយរបៀបយើងលក្ខណៈថាយើងមិនបងយើងរកតំណែងយើងអ្នកទិញហ្នឹងយើងអ្នកទិញហ្នឹងយើងធ្វើការរកតំណែងដល់ពេលយើងរកតំណែងហើយយើងកំណត់សង្កត់តំណែងដែលយើងចង់បានហើយអ្វីដែលយើងចង់បានហ្នឹងគឺវាផ្ដល់ព័ត៌មានទៅអ្នកគ្រប់គ្រងនៅលើ website ហ្នឹងចាំបញ្ជីតម្លៃបច្ចុប្បន្នហ្នឹងលក្ខណៈរបៀបយល់ហើយរបៀបហ្នឹងហើយអាតិនន័យដែលយើងទិញហ្នឹងតិនន័យដែលយើងទិញបច្ចុប្បន្នហ្នឹងដូចជាស្បែកជើងបាល់កៅអៅហ្នឹង selection and again negotiation អញ្ចឹងឯងអានត្រូវអត់ដូចជាត្រូវអានេះ selection and negotiation អញ្ចឹងឯងអាឡៃនេះសិងធានselection and negotiation នេះnegotiation ហ្នឹងមានន័យថាការជ្រើសរើសនិងការចរចាដល់ពេលអានោះ purchasing product and service electronic ចំតទៅអានអានោះហងតើអានោះយីចង់ហូបផកែតែ employee ចាប់ផ្ដើមត្រួតពិនិត្យមើល fry question from បើចរចាត្រឹមត្រូវនិងកំណត់ថ្ងៃដែល delivery ទំនិញរបៀបដូចខ្ញុំនិយាយចឹងខ្ញុំតំណែងទៅខាងបុគ្គលិកឬក៏រោងចក្រផ្ទាល់ចឹងចរចាតម្លៃគ្នាហើយបានយើងកំណត់ថ្ងៃដែលដឹកអីវ៉ាន់ហ្នឹងយកមកចឹងហ្នឹងហើយវាចែកពី website ហ្នឹងមានថាយើងពេលយើងsearch តំណែងមិញហើយគេធ្វើបញ្ជីហើយអាហ្នឹងបុគ្គលិកគេមកពិនិត្យលើមើល list របស់យើង list ឲ្យយើងទិញគេហើយគេមើលថាត្រឹមត្រូវហើយអាហ្នឹងគេកំណត់ថ្ងៃ delivery តំណែងរបស់យើងមកកម្ពុជាចឹងpurchasing product and service electro calling អ្នកទិញបំពេញការបញ្ជាទិញដែលបញ្ជាក់ពីលក្ខខណ្ឌនិងតម្លៃដែលបានព្រមព្រៀងចុងក្រោយដោយផ្ញើទម្រង់អេឡិចត្រូនិកដែលបានបំពេញបញ្ចប់នៅអ្នកគ្រប់គ្រងអានេះរបៀបយើងធ្វើដូចជាឯកសារ document មួយរបៀបលើប្រព័ន្ធដូចជា Excel អីចឹងយើងធ្វើទៅផ្ញើឲ្យខាងយើងអីចឹងដើម្បីឲ្យដឹងថាយើងរបៀបថាយកស្របគ្នានៅតម្លៃនឹងចុងក្រោយហ្នឹងដើម្បីយើងរបៀបអញ្ចឹងណាអត់ទេអាហ្នឹងលក្ខណៈថាពេលយើងទិញហ្នឹងគេមានលក្ខខណ្ឌមានអីតែយើងភាគច្រើនមិនសូវពិនិត្យមើលភាគច្រើនចុចតែតាមទិញចុចយកអាលក្ខណៈបើមាននិចហ្នឹងហើយគេមានឲ្យលក្ខខណ្ឌឲ្យយើងអានថាមុនដំបូងដើម្បីទិញបានត្រូវមាន AVA ត្រូវមាន ACV ដែរអញ្ចឹងដល់ពេលទៅយើងបើសិនជាយើងអត់មានអីអាហ្នឹងយើងមិនអាចទិញឲ្យបានគេបានអញ្ចឹងដល់ពេល product and service delivery បញ្ជាទិញរួចតម្រូវឲ្យមានអ្នកដឹកជញ្ជូន product និង service product អាច deliver តាមរយៈ transaction from a form រួមមាន overnight character ហើយគេអានេះ regular email service truck or អីគេ real ចំណែកឲ្យ service
deliver អាចធ្វើការ download តាមរយៈ internet តបានអាហ្នឹងអត់យល់ អាហ្នឹងក៏ពិតជាជាពេលដែលយើងមកជាទិញហើយគេមិនត្រូវមានអ្នកដឹកជញ្ជូនទៅយកឲ្យយើងហ្នឹងហើយ របៀបតែយើងជ្រើសរើសកន្លែង ហ្នឹងហើយ ជ្រើសរើសមកយើងឆ្លៃ អ្នកដឹកជញ្ជូនហ្នឹងហើយបើចំពោះប្រដាប់ហ្នឹងគេអាចដឹកជញ្ជូនតាមរយៈឡានរបៀបថាគេកណ្ដាប់យើងចឹង ហ្នឹងហើយតាមរយៈឡានតំណែងឬក៏តាមរយៈសម្បត្តិស្អីគេសម្បត្តិសេវាកម្មអីមួយឬក៏តាមរយៈឡានក្រុងអីចឹងគេដើមដែលដឹកតំណែងឬក៏អីគេផ្សេងចឹងខ្ញុំយល់ឯងមែនទេ ហ្នឹងហើយដល់ចំពោះ service ហ្នឹងគឺយើងអាចគេអាចផ្ញើឲ្យយើង download បានតាមរយៈអ៊ីនធឺណិតបានពេលដែលយើងទិញ service របស់គេបានហ្នឹងហើយរបៀបថាកន្លែងហ្នឹងយើងទិញអីវ៉ាន់កន្លែងហ្នឹងតែរបៀបថាការដឹកជញ្ជូនរបស់គេមានត្រឹមលក្ខខណ្ឌតែប្រមាណហ្នឹងឯងឲ្យយើងធ្វើយើងមិនអាចធ្វើបានខ្លួនឯងអាហ្នឹងបន្ទាប់មក after sales arrive បន្ទាប់មក delivery រួចរាល់សង្ឃឹមថាទទួលបានប្រដាប់រាល់ដល់ដៃហើយទិន្នន័យព័ត៌មានរបស់ customer ត្រូវបាន store ទុកក្នុង supply data supply data នៅពេល customer ផ្ដល់ feedback ទៅវិញលើបញ្ជី item មិនបានទទួលឬខូចខាតដើម្បីតាក់ទងsupplier អានេះថារបៀបបន្ទាប់ពី developer HD បាទបន្ទាប់ពីដឹកជញ្ជូនហើយគេសង្ឃឹមថាប្រដាប់ហ្នឹងដល់ដៃអតិថិជនអញ្ចឹងគេខ្លាចបាត់ខ្លាចអីហើយបើសិនជាមានការបាត់អញ្ចឹងអតិថិជនអាច feedback ផ្ដល់ព័ត៌មានទៅគេវិញដើម្បីបញ្ជាក់លើបញ្ហាតំណែងយើងបានឬទទួលហ្នឹងល្អឬក៏ខូចខាតអីដើម្បី feedback ទៅ supplier ហ្នឹងហើយដូចឬក៏បាត់ហ្នឹងវាមានបញ្ហាហ្នឹងហើយអាព័ត៌មានដែលគាត់បាន feedback ហ្នឹងគឺវារក្សាទុកនៅ supplier database ហ្នឹងហើយចំ6 admin នេះមានធំ5ហ្នឹងតែហ្នឹងទី5ហើយមានរូបឲ្យមើលសិនសំខាន់វាមានហើយមានដល់ទី6អូខេនេះអាហ្នឹងអូខេនេះmulti-state model from e-commerce អានេះលក្ខណៈជា zip ដំបូងលក្ខណៈយើងអា5ដំណាក់កាលមិញហ្នឹងហើយអានេះរបៀប shipment អានេះរបៀបអានេះយើងទិញបញ្ជូនទៅខាងកន្លែងហ្នឹង search and identify ហ្នឹងហើយអ្នកទិញចាប់ផ្ដើមអង្គុយ search មើលតំណែងដែលគាត់កំណត់តញ្ញូហើយបានវាបញ្ជូនទៅចរចាគ្នាទៅអីចឹងអាហ្នឹងដូចលីលីឆ្លើយយកបន្ទុកលីលីយល់ច្បាស់ហ្នឹងហើយលីច្បាស់ហើយបញ្យល់តិចមកយេចំបាត់លីទៅណាឆ្លើយយកបន្ទុកកាលលោកគ្រូសួរនៅនេះអូអាហ្នឹងភ្លេចបាត់ហើយពេលនោះខ្ញុំឆ្លើយខុសណាឆ្លើយទៅបានបន្ទុកសោះហ្នឹងបន្ទុកខាខំជួយវិព្រឹសយើងយកលក្ខណៈយើងធ្វើបន្ទុកចាអារបៀបថាលក្ខណៈយើងធ្លាប់កំងអីវ៉ាន់ពីខែអញ្ចឹងរបៀបថាយើង search អញ្ចឹងទៅយើងកំងទិញយើងបញ្ជូនយើងចរចាជាមួយនៅខាងគេហើយចរចាត្រូវហើយយើងកំងហើយវាបញ្ជូនមកតាមឃ្លាំងនីមួយៗរហូតបញ្ជូនមកដល់កន្លែងទីតាំងនៃឃ្លាំងនៃស្រុកយើងអញ្ចឹងនិយាយសួរស្ដាប់សួរចឹងអានេះអង្គុយហ្នឹងគេហៅអីគេហុកទី1អ្នកអង្គុយលើតាមអ្នកអង្គុយហ្នឹងពេលអវ៉ាន់យើងមកដល់យើងមិនទៅយកនៅកន្លែង loadout យើងឲ្យគេ scan ហ្នឹងហើយគេមិនអង្គុយវាយកុំព្យូទ័រ scan ចេញ barcode រកអវ៉ាន់ឲ្យយើងនឹងរបៀបហ្នឹងគេហៅស្អីណាគាត់ដែរគ្រូធ្លាប់ប្រាប់អ្នកអង្គុយហ្នឹងគាត់ថាអ្នកយើងទេអតិថិជននេះអ្នកចាប់ផ្ដើមsearch ឲ្យកំណត់អត្តសញ្ញាណទៅនៅលើ website ចាប់ផ្ដើមគាត់customer ហើយវាថាគាត់អតិថិជនខាងសម្រាប់កំងទៅខាងអីវ៉ាន់នៅក្នុងរោងចក្រចិនអញ្ចឹងយើងទៅកំងចរចាហើយបន្ទាប់មកចរចាត្រូវគ្នាហើយ
ហងចាក់ចិនហ្នឹងក៏រៀបចំឲ្យវ៉ាន់ឲ្យយើងហ្នឹងក៏បញ្ជូនមកឃ្លាំងនៅស្រុកខ្មែរឃ្លាំងរបៀបថាយើងទិញនៅហាងបន្ទាប់មកគេបញ្ជូនអាហ្នឹងទៅឃ្លាំងដែលនៅចិនអញ្ចឹងឃ្លាំងនៅចិនហ្នឹងបញ្ជូនមកឃ្លាំងនៅស្រុកខ្មែរតព្រោះអាហ្នឹងនេះចិនហ្នឹងរបៀបអញ្ចឹងទិញពីហាងហ្នឹងបញ្ជូនឡើងសម្រាប់គូនោះបន្ទាប់មកអាឃ្លាំងដៃដឹងជូនហ្នឹងវាមកតាមឋានៈវាទឹកមកដល់វាបញ្ជូនមកដាក់ឃ្លាំងនៅស្រុកខ្មែរវិញបន្ទាប់មកគេមករៀបចំវ៉ាន់នេះមិនតែតំណងមកយើងចុះអាស្អីគេនេះfake ស្អីគេ fit ex distributor factory អាមានប្រសួយ3អាហ្នឹងតាមដឹងដូចជាឃ្លាំងវិញទេអាហ្នឹងដូចជាអាលេខអាទី3ទិញយើងចូលទិញហ្នឹងហើយដូចជាទី3ប្រាប់ stock វា លឿន ហ្នឹង អី ហើយ វ៉ាន់ស្តុកក្នុង ហ្នឹងហើយ stock ក៏គេនោះមាន2កន្លែង2រោងចក្រដែលឲ្យយើងអាច order បានហ្នឹងហើយនេះអាចជាអញ្ចឹងបើសិនជាយើងនិយាយមកបើយើងទិញរបៀបអីវ៉ាន់ចិនយើងមិនទិញលក្ខណៈអីវ៉ាន់ចិនដល់ពេលយើងចូលទៅដល់វាមិនជាលក្ខណៈជាហាងអានេះលក្ខណៈដូចជាហាងនេះអានេះឬក៏ហាងជាឬក៏ឃ្លាំងកន្លែងរោងចក្រគេអញ្ចឹងណានិយាយថានេះអាចថាឃ្លាំងក៏បានដែរឃ្លាំងរោងចក្រធំគេអញ្ចឹងទៅយើងទិញពីហ្នឹងមានថាយើងទិញអីវ៉ាន់លក្ខណៈដុំបន្ទាប់មកអាឃ្លាំងហ្នឹងវាមានឃ្លាំងដឹកជញ្ជូនមួយទៀតមានថាវាថាជូនមកកន្លែងហ្នឹងហើយបើវាអាចបញ្ជូនមកដល់កន្លែងយើងវិញនៅស្រុកយើង ចុះនោះសញ្ញាព្រួយពីបុកនេះអញ្ចឹងអត់មានបកមកវិញទេអារូបខាងលើអានេះមែនអាហ្នឹងមែន shipment ហ្នឹងហើយអាលើអាហ្នឹងព្រួយនេះបុកទាំងពីរវាអត់មកវិញមួយផងអានេះប្រហែលជាលក្ខណៈជំរើសព្រោះលក្ខណៈហ្នឹងជាឡៃហ្នឹងជាលក្ខណៈ shipment ទាំងអស់ឃ្លាំងទាំងអស់ហ្នឹងនេះហ្នឹងខ្ញុំយល់ហើយអាទី2ហ្នឹងអាហុកទី2ហ្នឹងគឺគាត់យកតំណែងទៅរោងចក្រតបមកយកតំណែងពីរោងចក្រតបមកអារោងចក្រហ្នឹងបញ្ជូនទៅកន្លែងឃ្លាំងដឹកជញ្ជូនហ្នឹងហើយអូចឹងដូចនិយាយចឹងអានេះថាអាចជានេះ Fed EX ហ្នឹងដូចគ្រូនិយាយថាជាក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិកហ្នឹងហើយដូចខ្ញុំនិយាយចឹងអានេះគេពេលគេកំងដល់ពេលកំងចឹងទៅអ្នកកំងហ្នឹងអ្នកកំងទៅអាចថាកន្លែងនេះអាចថានេះកន្លែងអីគេ fam let នេះអាហ្នឹងលក្ខណៈថាអាចថាជាលោកគេហៅថាជាហាងឬក៏ឃ្លាំងរបៀបរោងចក្រធំហ្នឹងណាដែលលក់កៅអៅលក់អីចឹងណាដល់ពេលហើយគេនឹងបញ្ជូនអាហ្នឹងមកនេះវិញមានថាពេលដែលគេរៀបចំឲ្យគេបញ្ជូនមកឃ្លាំងកន្លែងដឹកជញ្ជូននេះតែឃ្លាំងដឹកជញ្ជូនហ្នឹងបញ្ជូនមកឃ្លាំងនៅស្រុកខ្មែរយើងវិញចឹងដៃយើង consumer ឬក៏ហ្នឹងហើយទីតាំងខ្សែដ្ឋានរបស់យើងហ្នឹងខ្សែដ្ឋានរបស់យើងនិយាយរួមអាឡែងពីឃ្លាំងហ្នឹងចំណុចទី3មិញដល់ពេលទី4អាឡែងដឹកជញ្ជូនមកតាមរយៈឡានហ្នឹង Fix X ហ្នឹងហ្នឹងតាមរយៈឡាន Fix X ហ្នឹងបន្ទាប់មកអនុការទី5ហ្នឹងគឺតំណែងទៅដល់ customer ហើយបើសិន customer មានបញ្ហាអី feedback មក supplier វិញហ្នឹងហើយតែពេល supplier ហ្នឹងវាអាច feedback ទៅខាងឃ្លាំងខាងអីចឹងទៅឬក៏ខាងនេះកន្លែង sector ឃ្លាំងឬក៏កន្លែងអីកន្លែងដឹកជញ្ជូនហ្នឹងមានបញ្ហាចឹងវាចេះតំណែងគ្នាយើងគ្រាន់តែវាប្រាប់គេថាអីវ៉ាន់ហ្នឹងមិនឬមិនល្អឬមិនល្អឬមានបញ្ហាអីមួយយើងសេចក្ដីចិត្តយើងហ្នឹងលើបើចង់ឲ្យច្បាស់យើងមើលវីដេអូតាក់ទងទិញអីវ៉ាន់នៅលើ online តែហ្នឹងអូខេចាំតិចចូលមកមើលចង់ present អត់និយាយមួយម៉ាត់ចឹងខ្ញុំមានវីដេអូជារូបមកល្អចុំគេ review ដល់ម៉ោងប៉ុន្មានមិនចាញ់
Chọc là tin vào mũi chào ấy. Hả? Đâu mà sửa núa tiếp chọc ấy. Did you know that today, North Americans access the web through mobile devices more often than computers, and that they use their smartphones increasingly to buy items online? Mobile commerce is booming, and if your company sells products online, it's a great opportunity that you don't want to miss. Let's look at some key facts. Today, more than a third of e-commerce transactions are made on a mobile device. While e-commerce is growing fast, mobile commerce is gaining an increasing share of the whole pie, and it's only the beginning. Smartphones are the dominant mobile channel worldwide. More than 56% of North Americans now own a smartphone. iPhones are #1 in Canada, but Android is huge too and continues to grow. The main constraint to mobile commerce's expansion isn't related to the customers, as they have already adopted this purchase behavior, but to the companies who don't make mobile commerce easy enough for their customers. Because companies don't always optimize the shopping experience on mobile, consumers find that completing a purchase is sometimes complicated and time-consuming. Building an app can be a solution. The majority of smartphone users prefer using an app than a mobile browser for purchases. In fact, 85% of mobile minutes are spent in apps as opposed to browsers. The reasons are convenience, speed, and credibility. So, what's next? Mobile commerce's growth is unstoppable. Anh mình tẹt to mình tên nhà ván này tẹt to mobile không mà. Be mobile. Apple and Android will continue to battle it out, but both are winners versus the desktop. Thế lẽ đại rồi tên nhà ván tam Amazon thế là chơi nhỉ. Customers can check an article on their smartphone, look for additional information on their desktop, and finally complete the purchase on their tablets. Merchants therefore need to adapt to this. Anh ấy mơ khai cái máy này vì tao với thi tinh tầm đánh bìa mà số này mơ này mong thế mà bên thì សួស្តីប្រិយមិត្តថ្ងៃនេះសប្បាយសូមធ្វើការបង្ហាញពីបច្ចេកទេសមួយចំនួនទាក់ទងនឹងការទិញទំនិញពីគេហទំព័រ Amazon ដែលប្រិយមិត្តជាច្រើនកំពុងចង់ដឹងតោះទៅទស្សនាទាំងអស់គ្នាចូលទៅកាន់គេហទំព័រ amazon.com ដូចជ្រើសយក link នៅលើខាងលើគេបង្អស់សម្រាប់ដំណាក់កាលដំបូងតម្រូវឲ្យធ្វើការ sign in ដើម្បីបង្កើតគណនី Amazon ថ្មីមួយមុននឹងធ្វើការបញ្ជាទិញផលិតផលនានាចូលទៅកាន់ sign in រួចជ្រើសយកពាក្យ create your Amazon account សូមបំពេញឈ្មោះ email និងពាក្យសម្ងាត់សម្រាប់គណនីរបស់ប្រិយមិត្តបន្ទាប់ពីបំពេញហើយចុចលើ create ប៉ុន្តែដោយសារខ្ញុំមាន account រួចហើយខ្ញុំចុចលើ sign in ប្រើ email និង password របស់គណនីខ្ញុំក្រោយមកចុចលើពាក្យ sign in នោះប្រិយមិត្តនឹងឃើញផ្ទាំងទិន្នន័យផលិតផលជាច្រើនដែលប្រិយមិត្តអាចធ្វើការស្វែងរកប្រិយមិត្តអាចធ្វើការស្វែងរកនៅកន្លែងប៊ូតុង search ដោយប្រើ keyword នានាតាមចំណូលចិត្តឧទាហរណ៍ខ្ញុំចង់ទិញ case iPhone ខ្ញុំចុចលើពាក្យ iPhone case វានឹងបង្ហាញផលិតផលជាច្រើនទាក់ទងនឹង case របស់ iPhone ដែលមានតម្លៃផ្សេងៗគ្នាដូចជា$6 $17 និង$1.9 កាក់ជាដើមខ្ញុំចាប់អារម្មណ៍ត្រង់ចំណុច$17ចុចលើវាព្រីមក៏អាចធ្វើការ zoom មើលឲ្យជិតនៅរូបភាពរបស់ផលិតផលនោះបានដែរលើពីនេះវាក៏មានជម្រើសពណ៌ផ្សេងៗសម្រាប់ឲ្យប្រិយមិត្តធ្វើការជ្រើសរើសនៅលើគេហទំព័រនេះតែម្ដងត្រង់ចំណុច QTY នេះគឺជាចំនួនដែល ចំនួន case ដែលប្រិយមិត្តចង់ទិញ1 2ឬក៏3បន្ទាប់មកសូមចុចលើពាក្យ add to cart ដូចនេះមានន័យថាប្រិយមិត្តអាចបានបញ្ជាកម្មង់ទិញ case ទូរស័ព្ទនេះដែលមានតម្លៃ$19បន្ទាប់មកខ្ញុំចាប់អារម្មណ៍ទិញ case មួយទៀតនៅខាងក្រោមដូច្នេះខ្ញុំចុចលើ case នេះ
រួចអនុវត្តតាមជំហានដូចមុនដោយចុចលើ add to cart វានឹងបង្ហាញចំនួនសាច់ប្រាក់ដែលប្រិយមិត្តត្រូវបង់នៅលើនោះជាសាច់បន្ទាប់មកចុចលើ process to check out ត្រង់ដំណាក់កាលនេះ Amazon តម្រូវឲ្យប្រិយមិត្តបំពេញនៅអាស័យដ្ឋាននានាសម្រាប់ធ្វើការបញ្ជូនផលិតផលមកដល់ប្រិយមិត្តដូចជាអាស័យដ្ឋានទីក្រុងលេខកូដតំបន់និងប្រទេសជាដើមត្រង់ដំណាក់កាលនេះមានអក្សរក្រហមនៅខាងក្រោមមានន័យថាផលិតផលមួយចំនួន Amazon មិនអាចធ្វើការផ្ញើមកទីក្រុងភ្នំពេញបានទេព្រោះតែលក្ខខណ្ឌនានាដែលកំណត់ដោយ Amazon ដូចនេះប្រិយមិត្តតម្រូវឲ្យលុបចោលនៅការបញ្ជាទិញទាំងនោះតមកចុចលើ continue ត្រង់ដំណាក់កាលនេះ Amazon នឹងតម្រូវឲ្យប្រិយមិត្តបំពេញនៅលេខ Visa card របស់ប្រិយមិត្តដើម្បីធ្វើការទូទាត់សាច់ប្រាក់នៃការបញ្ជាទិញប៉ុន្តែដោយសារខ្ញុំបានបំពេញរួចហើយវានឹងចេញដូចនេះហើយខ្ញុំចុចលើ continue នេះជាការត្រួតពិនិត្យចុងក្រោយសម្រាប់ការបញ្ជាទិញផលិតផលនិងអាស័យដ្ឋានដែលសម្រាប់បញ្ជូនផលិតផលមកក្រោយមកចុច place order ជាការបញ្ចប់តោះបញ្ចប់ហ្មងបញ្ចប់មេរៀន មួយបញ្ចប់តោះមេធាននិយាយខ្ញុំតើអញ្ចឹងចំណុចទី6គឺ e-commerce និង m-commerce គឺលក្ខណៈខុសគ្នាវាគឺយ៉ាងម៉េចអញ្ចឹង e-commerce គឺប្រើឧបករណ៍តាមរយៈកុំព្យូទ័រហើយនិង laptop ហើយអ្នកប្រើអាចធ្វើប្រតិបត្តិការនៅលើកុំព្យូទ័រនិងកុំព្យូទ័រយួរដៃរបស់ពួកគេបានដោយមានកម្រិតចម្លាត់អញ្ចឹងមានន័យថាអ្នកនៅលើតុគឺពិបាករក website នៅលើជាមួយ e-commerce មានន័យថាអ្នកហ្នឹងអត់មានប្រើអីចឹងដូចជាគាត់នៅដូចជាគាត់អត់ចេះប្រើអញ្ចឹងគឺពិបាកក្នុងការប្រើ e-commerce អញ្ចឹង e-commerce ហ្នឹងប្រើជាលក្ខណៈ web store ហើយ payment gateway ហ្នឹងគឺជា credit card ដូចពូមួយនិយាយមិញអញ្ចឹងគាត់ថា payment gateway នេះគឺសំដៅការទូទាត់ការចំណាយដែលយើងប្រើ credit card អ្វីឬក៏អីផ្សេងទៀតដែលយើងមានអញ្ចឹងហើយe-commerce អត់មានកន្លែងដែលតាមដានទីតាំងយើងដែលបានទិញទេគឺអត់មាន map អត់មានអីដើម្បីរកយើងនៅទីតាំងណាដែលទិញពីកន្លែងណាអញ្ចឹងe-commerce ហ្នឹងពឹងផ្អែកសុវត្ថិភាពចម្បងហ្នឹងលើគេហទំព័រហ្នឹងហើយចំណែក m-commerce វិញគឺប្រើឧបករណ៍យកដៃដូចជា smartphone និង tablet អញ្ចឹងអ្នកប្រើប្រាស់អាចប្រតិបត្តិការលើកុំព្យូទ័រនិងកុំព្យូទ័រយកដៃរបស់ពួកគេបានដោយកម្រិតចម្លាត់ចុះនេះដូចគ្នាvậyដូចខុសអានេះប្រហែលជាខុសអ្នកប្រើប្រាស់អាចប្រតិបត្តិការគ្រប់ទីកន្លែងដែលរាប់ណាពួកគេភ្ជាប់អ៊ីនធឺណិតមានន័យថាគាត់នៅទីតាំងណាក៏បានដែរឲ្យគាត់មានសេវាមានអ៊ីនធឺណិតអញ្ចឹងគាត់អាចប្រើ m-commerce នឹងបានដែរអញ្ចឹងបទពិសោធន៍ដែលអ្នកប្រើប្រាស់នៅលើឧបករណ៍ចល័តហ្នឹងត្រូវបានប្រើសម្រាប់ប៉ះលើអេក្រង់តិចតួចក្នុងមួយប្រតិបត្តិការតាមដែលគាត់ចង់បានមានន័យថាគាត់អាចប៉ះតែបន្តិចបន្តួចហ្នឹងគឺអាចប្រើ m-commerce នឹងបានមិនបាច់ចូលទៅច្រើនញញ៉ៃដូច e-commerce អញ្ចឹងវាអាចប្រើជាប្រើ web store ហើយនិង native app ហ្នឹងលក្ខណៈជា app mobile app តាមទូរស័ព្ទហ្នឹងអញ្ចឹងpayment gateway វិញគឺប្រើតាមរយៈ mobile app ឬក៏ user credit card ហ្នឹងហើយអាហ្នឹង mobile commerce ហ្នឹងគឺមានកន្លែងតាមដានទីតាំងហ្នឹងហើយពឹងផ្អែកទៅលើសុវត្ថិភាពបណ្ដាញរួមជាមួយនឹងលក្ខណៈពិសេសសុវត្ថិភាពចល័តដែលភ្ជាប់មកជាមួយផងដែរសូមបញ្ចប់
យល់ទេបញ្ចប់ថាយល់ យល់ក៏ត្រូវយល់សុខសប្បាយទាំងអស់គ្នា